គូយនេះវាមានបញ្ហាប្លង់អសនឹងបិចហ្នឹងបងហ្នឹងហើយខ្ញុំដូរប្លង់អសរួចហើយក៏ខ្ញុំដូរបិចអញ្ចឹងយើងមុនយើងធ្វើញាត់ចូលក្នុងម៉ាស៊ីនយើងត្រូវតែធ្វើចលនាបិចនេះសិនហ្នឹងបងបាទចលនាបិចហ្នឹងគឺយើងចាប់ទៅយកនៅខាងក្រៅដូចខ្ញុំទៅឬគឺអឹកហុយផ្សែងនេះអាហ្នឹងគឺឆែកបងប្អូននេះគឺម៉ាស៊ីន11សេះទេប៉ិនខ្ញុំដាក់ប្លង់អស14សេះបងបាទខ្ញុំដាក់14សេះខ្ញុំកែដាក់បានបងប្អូនហើយអញ្ចឹងបើលឺសូវអឹកឬមួយល្វើយទៅបាញ់ប្រេងផាច់ចឹងអាហ្នឹងគឺឆេះបងប្អូនបាទបើអត់មានបាញ់ផ្សែងយ៉ាងទេគឺអត់ឆេះទេបាទដូចខ្ញុំល្វើយចឹងទៅបាញ់នេះខ្ញុំបិទទៅវាអត់ចេញទេអញ្ចឹងខ្ញុំបើកខ្ញុំទេរ៉ាឡើងមកលើវិញខ្ញុំល្វើយផងខ្ញុំទេរ៉ាឡើងមកហើយខ្លាំងវិញគឺវាបាញ់ផាច់ចឹងហ្នឹងហើយគឺផាច់ចឹងគឺឆេះបងប្អូននេះគឺធ្វើចលនាបិចបាទធ្វើចលនាបិចគឺយើងត្រូវធ្វើអញ្ចឹងបាទដាក់បិចមកអញ្ចឹងមកបាទទាំងទៅយកជាប់ញ៉ាំគឺយើងល្វើយមកគឺវាចាញ់ហ្មងទៅឡើងរ៉ាមកបាញ់មិនសុទ្ធឲ្យចូលទៅយកមកបាទនេះខ្ញុំកែដាក់ឲ្យវាបាញ់ប្រេងបងប្អូនហ្នឹងហើយអាហ្នឹងយើងសេរីសិនសេរីបាញ់យ៉ាងហើយចាំយើងញាត់ចូលទៅក្នុងបោះវាវិញបាទហ្នឹងហើយវីដេអូខ្ញុំមិនទៅហ្នឹងអរគុណបាយបាយ